ទឹកថ្នាំ UV នេះគឺទឹកថ្នាំ UV ដែលវាស្ងួតដោយអំពូល UV តែម្ដងត្រូវពលឺអំពូល UV បានវាស្ងួតបានណាមិនមែនទឹកថ្នាំ UV របស់ Epson Canon ទឹកថ្នាំរាវដែលយើងប្រើទូទៅនេះទេហើយទឹកថ្នាំហ្នឹងគឺវាអាចខំជាប់សឹងតែគ្រប់ប្រភេទរបស់អីក៏បានវាខំជាប់ដែរអានេះអត់មានចាក់មើលមកគឺវារាវអត់មានត្រូវអីនេះឃើញទេវារាវធម្មតាដូចទឹកថ្នាំយើង print ធម្មតាអញ្ចឹងតែមើលយើងដាក់អំពូល UV ដាក់វាជាទូទៅយើង print ទឹកថ្នាំយើងតិចតិចឯអានេះយើងចាក់ជ្រុលយើងតេស្តមើលចាក់ច្រើននេះគឺអំពូល UV ឃើញទេយើងដាក់ទៅវាចាប់ដើមកកសារវាទឹកថ្នាំវាច្រើនពេកអញ្ចឹងអំពូលហ្នឹងធ្វើឲ្យឃើញហុយផ្សែងហ៎អំពូល UV វាក្តៅពលឺ UV ហ្នឹងគឺក្តៅខ្លាំងនេះហុយផ្សែងហើយឥឡូវយើងតេស្តប៉ុណ្្នឹងទៅវាតតែប៉ះពលឺ UV អញ្ចឹងបានធ្វើឲ្យទឹកថ្នាំវាហ្នឹងកកបានស្ងួតបានណាហើយទៅលើរបស់អីក៏វាអាចខំចង់ជាប់គ្រប់របស់ហើយណាវាមិន 100% ទេប៉ុន្តែចង់ 90% ហើយទឹកថ្នាំ UV print អញ្ចឹងណាទឹកថ្នាំ UV ដែលវាស្ងួតសាមពូល UV ហ្នឹងគឺ print ជាប់សឹងតែ 90% នៃប្រភេទ material ដែលយើង print បានលើវាហ្នឹងគឺទឹកថ្នាំ UV យើងកុំច្រឡំជាមួយ UV ទូទៅUV